បើយើងបន្តគឺគេឲ្យយើងករណីពលិកំសោមអញ្ចឹងលំហាត់នេះគឺយើងប្រើរូបមន្ត a13 លើជាការ៉េស្មើនឹង a ការ៉េដកឲ្យ2ដង a3 បូកនឹង b ការ៉េតែប៉ុតលំហាត់នេះអ្នកគ្រូ record ជាវីដេអូហើយប៉ុន្តែពេលថតហ្នឹងភ្លេច record អញ្ចឹងឥឡូវមិនបាច់ចាំសរសេរម្ដងទៀតទេយើងមើលតាមសម្រាយនឹងហ្មងណាយើងមានអានេះជាតួ a នេះជាតួ b អញ្ចឹង a ការ៉េគឺយើងយកតួ a ដែលស្មើជាមួយនឹង 3x លើ2នេះលើជាការ៉េដកឲ្យ2ដងនេះ2គឺ2រូបមន្តទេណា2ដង a b a យើងគឺប៉ុណ្នេះ b យើងគឺប៉ុណ្នេះបូកឲ្យ b ការ៉េគឺយកប៉ុណ្នេះលើជាការ៉េអញ្ចឹងអានេះយើងយក3នេះលើជាការ៉េមកគឺបាន9យក2នេះលើជាការ៉េមកបាន4យក x នេះលើជាការ៉េមកគឺបាន x ការ៉េអានេះ2សម្រួលនឹង2ទៅអស់ហើយនៅសល់3x គុណនឹង2 y ការ៉េអញ្ចឹងគឺបាន6x y ការ៉េហើយចុងក្រោយវិញគឺ2លើជាការ៉េបាន4ហើយ y ការ៉េលើជាការ៉េទៅបាន y ការ៉េអញ្ចឹងចំណុចយើងគឺស្មើនឹងប៉ុណ្ណឹងណាអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អាចសួរបានហើយសម្រាប់បងប្អូនដែលចង់រៀនប្រព័ន្ធបន្ថែមទៅលើមុខវិជ្ជាភាសាខ្មែរគណិតវិទ្យានិងរូបវិទ្យាអាចទំនាក់ទំនងតាម Telegram របស់គ្រូបានអរគុណ